ហើយមែនតើទៅមុននឹងខ្ញុំសម្រេចចិត្តនឹងធ្វើ show ថ្ងៃនេះគឺខ្ញុំបានពិចារណាគិតគូរច្រើនមែនតើច្រើនរបៀបថាថ្លឹងថ្លែងថាគួរតែធ្វើឬក៏មិនធ្វើគួរតែតបឬក៏គួរមិនតបអ្វីដែលថ្លឹងថ្លែងនេះគឺដោយសារតែរឿងយើងនៅឯប្រទេសកម្ពុជាទុកកំពុងមានប៉ុនភ្នំបងប្អូនទុកយើងធំណាស់មាតុភូមិកំណើតរបស់យើងដែលជាម្ដាយរបស់យើងកំពុងតែមានទុកធំដោយសារតែរងការឈ្លានពានពីប្រទេសថៃហើយការឈ្លានពាននេះតម្រូវឲ្យយើងទាំងអស់គ្នារកមធ្យោបាយដំណោះស្រាយធ្វើយ៉ាងម៉េចដើម្បីឲ្យទឹកដីរបស់យើងនៅគង់វង្សរួចផុតពីការឈ្លានពានឬក៏ទន្ទ្រានរបស់ថៃហើយរកយុត្តិធម៌ជូនប្រជាជាតិយើងជូនប្រជាពលរដ្ឋយើងជូនមាតុភូមិដ៏កំសត់របស់យើងហើយខ្ញុំមកយកឱកាសនេះបែរទៅជានិយាយអំពីរឿងបងអូនស្រីកនិដ្ឋាទៅវិញនេះគឺវាហាក់បីដូចជាមិនតំណងទេសម្រាប់ខ្ញុំក៏ប៉ុន្តែពេលថ្លឹងថ្លែងពិចារណាទៅខ្ញុំគិតថាខ្ញុំគួរធ្វើវីដេអូមួយដើម្បីបំភ្លឺបងប្អូនដែរការដែលបំភ្លឺនេះគឺមិនមែនចេតនាចង់វាយប្រហារតតាំងអីជាមួយនឹង The Konitha Show ទេតាមពិតគឺមិនមានចេតនានឹងតតែសោះឲ្យខ្ញុំបានស្ដាប់សំណើសំណូមពរការផ្ដល់យោបល់របស់ប្រិយមិត្តបងប្អូនយើងជាច្រើននៅក្នុងបណ្ដាញសង្គម Facebook ដែលខ្ញុំពេលដែលបង្ហោះសារតាក់ទងខ្ញុំនឹងបកស្រាយរឿងដែលថាឆ្នាំងតួឆ្នាំងមិនក្តៅមកក្តៅគម្របឆ្នាំងមានសិទ្ធិមិនខ្លាចភ្លើងខ្ញុំនឹងបំភ្លឺអីហ្នឹងបងប្អូនបារម្ភខ្លាំងមែនតើថាខ្លាចការបកស្រាយខ្ញុំនឹងទៅធ្វើឲ្យប៉ះទង្គិចគ្នារវាងខ្ញុំនិងកនិដ្ឋាអីអញ្ចឹងនិយាយដោយស្មោះត្រង់គឺខ្ញុំមិនដែលស្គាល់កនិដ្ឋាទេហើយខ្ញុំឃើញគាត់ល្បីគាត់ធ្វើកិច្ចការងារច្រើននៅក្នុងសង្គមនៅក្នុងការផ្សព្វផ្សាយព័ត៌មានជូនបងប្អូនហើយគាត់ក៏មាន fans របស់គាត់យ៉ាងច្រើនសន្ធឹកណាស់នៅខ្ញុំទៅតែមើលនៅក្នុង show របស់គាត់ដែលទៅតែមានរឿងនេះគឺខ្ញុំបានទៅចូលមើលនៅក្នុង Facebook របស់គាត់ហ្នឹងមាន fan ដល់ទៅ1.7 លានសែនអ្នកឯណោះដែលជា followers នៅក្នុង Facebook របស់គាត់ណាបងប្អូនច្រើនសន្ធឹកណាស់យើងចំពោះខ្ញុំកលិបមិនដល់គាត់ទេព្រោះអី fan របស់ខ្ញុំនៅ Facebook មានត្រឹមតែ47,000 នាក់ហ្នឹងតិចតួច48,000 នាក់ហ្នឹងស្ទើរតែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃប្រជាប្រិយរបស់កនិដ្ឋាទេដូច្នេះខ្ញុំនិយាយនេះគឺមិនមែនបានន័យថាជាការចង់តោងកលិបឲ្យល្បីឬក៏អីទេខ្ញុំសូមអធិស្ឋានឲ្យខ្ញុំបានតាំងចិត្តរួចទៅហើយថា show នេះនិយាយតាក់ទងនឹង The Konitha Show ឬក៏នាងកនិដ្ឋាតែម្ដងខ្ញុំហៅនិយាយទៅហៅបងអូនស្រីចោះព្រោះគាត់នៅក្មេងខ្ចីណាស់ហើយខ្ញុំសរសើរនៅទេពកោសល្យការខំប្រឹងប្រែងរបស់គាត់នៅក្នុងការធ្វើ show រហូតដល់តែមានជា brand របស់គាត់ The Konitha Show ហើយមាន fans របស់គាត់ហ្នឹងក៏ច្រើនសន្ធឹកដូច្នេះគាត់ទទួលបានសេចក្តីគោរពរបស់ខ្ញុំនៅក្នុងន័យមួយថាគាត់ពូកែហើយខ្ញុំចង់បានឲ្យក្មេងៗដូចគាត់តាមពិតអាយុគាត់ហ្នឹងបងកូនខ្ញុំច្បងតែងទួយទេមើលទៅគាត់នៅក្មេងខ្លាំងណាស់ខ្ញុំមិនដឹងថាគាត់អាយុប្រហែលទេប៉ុន្តែខ្ញុំគិតថាប្រហែលជាខ្ទង់ជាង30អីហ្នឹងចឹងឬក៏អាចថាផាក់ផែប៉ុណ្ណឹងតែខ្ញុំប៉ុន្តែខ្ញុំគិតថាគំនិតការស្រាវជ្រាវការដែលយកចិត្តទុកដាក់នៅក្នុងការជួយអប់រំផ្ដល់ព័ត៌មានដល់សង្គមខ្មែរនេះគឺគាត់ធ្វើបានច្រើនហើយខ្ញុំមែនតើជួបកោតសរសើរទេហើយខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយហ្នឹងមានភាពក្លាហានហើយធ្វើវីដេអូមានគុណភាពឲ្យបានច្រើនដោយកនិដ្ឋា show កាលតែពីដើមឡើយណាក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយអំពី The Konitha Show ថ្ងៃនេះគឺដោយសារតែឈ្មោះរបស់ខ្ញុំត្រូវបានកនិដ្ឋាយកមកវាយប្រហារហើយរហូតដល់ទៅដាក់ហៅខ្ញុំថាជាមនុស្សមានចិត្តព្រៃខ្ញុំថាពេលខ្លះខ្ញុំមានការអនុគ្រោះច្រើនដោយសារតែវាធម្មតាមនុស្សយើងនៅពេលដែលឆេវឆាវនៅពេលដែលខឹងនៅពេលខឹងខុសខឹងខាតឬក៏នៅពេលដែលបាត់ពិសោធន៍ក្នុងការតាក់ទងប្រស័យតាក់ទងអីមួយចំនួនឬក៏និយាយទៅខ្ញុំថាមកពីការខឹងឬអីមួយមិនពេញចិត្តរឿងអីមួយហើយមិនមែនមកខឹងអីខ្ញុំទេតាមពិតគាត់អាចខឹង fans របស់គាត់នឹងយ៉ាងសន្ធឹករាប់និយាយទៅរាប់ម៉ឺនអ្នកដែលអាចរួមទាំង fans របស់គាត់ឬក៏អ្នកដែលមើល show របស់គាត់នឹងមិនពេញចិត្តនឹងសំណេររបស់គាត់តាក់ទងនឹងព្រំដែនថៃឯណោះដល់តែពេលការខឹងសម្បាននេះក៏វាអាចរៀលដាលដល់មកខ្ញុំដែរដោយសារតែខ្ញុំមានវីដេអូរហូតដល់ទៅ2លើកឯណោះនៅក្នុងការខ្ញុំនិយាយតាក់ទងនឹងព្រំដែនហើយខ្ញុំក៏ច្បិចយកករណីកនិដ្ឋា show នេះយកមកជម្រាបជូនប្រហែលជាប៉ះពាល់ដល់អារម្មណ៍របស់គាត់បានជាគាត់ខឹងមករករឿងខ្ញុំដែរហើយខ្ញុំថាអ្វីដែលយើងមានគំនិតមិនដូចគ្នាឬក៏យ៉ាងម៉េចជាបែបប្រជាធិបតេយ្យយើងអាចនិយាយជជែកគ្នាតាម show តាមអីប៉ុន្តែរក្សាក្រមសីលធម៌សេចក្តីថ្លៃថ្នូរទៅដដែលទៅវាមិនអីទេព្រោះអីក្នុងការជជែកគ្នាពាក្យពេចន៍ដែលនិយាយឬក៏ពាក្យពេចន៍ដែលប្រើប្រាស់ហ្នឹងបើយើងកាន់តែសុភាពរាបសារកាន់តែមានសីលធម៌មានសុជីវធម៌ពាក្យនោះកាន់តែមានទម្ងន់កាន់តែខ្លាំងទៅវិញទេហើយចំពោះខ្ញុំអ្វីដែលខ្ញុំរិះគន់ឬក៏លើកឡើងពី The Konitha Show ហ្នឹងគឺគ្រាន់តែចង់ឲ្យកនិដ្ឋាចង់ឲ្យល្អជាជាងចង់ឲ្យអាក្រក់ទេ
ប៉ុន្តែបើស្ដាប់មើលទៅគាត់ហាក់បីដូចជាវិបហាខ្ញុំជាលក្ខណៈបុគ្គលបងប្អូនហើយខ្ញុំនៅពេលដែលរឿងអីក៏ដោយប៉ះពាល់ជាលក្ខណៈបុគ្គលគឺខ្ញុំជាបុគ្គលខ្ញុំមានសិទ្ធិការពារខ្លួនដែរហើយខ្ញុំមិនចង់ឲ្យរឿងនេះវាបែកអូហូជាស្ទឹងអីទេព្រោះអីខ្ញុំនឹងជម្រាបថា show នេះនិយាយអំពីដល់កនិថា show នេះគឺជា show ចុងក្រោយរបស់ខ្ញុំតាក់ទងនឹងកនិថា show ខ្ញុំនឹងមាន show ណាទៀតដើម្បីបញ្យលឬក៏វែកញែកវែងឆ្ងាយអីតទៅទៀតទេចង់បងអូនស្រីកនិថានឹងចង់លើកឡើងមកតតាំងអីទៀតសូមអញ្ជើញតាមការគួរប៉ុន្តែចំពោះខ្ញុំនេះគឺជា show ចុងក្រោយដែលខ្ញុំនិយាយតាក់ទងនឹងកនិថា show តាក់ទងនឹងអ្វីដែលគាត់និយាយប៉ះពាល់នឹងបុគ្គលលក្ខណៈរបស់បុគ្គលិកលក្ខណៈរបស់ខ្ញុំព្រោះអីជាជាងគាត់រិះគន់គំនិតនៅក្នុង show គឺគាត់ហៅខ្ញុំថាជាថាព្រៃលាក់មុខគាត់ប្រើភាសាព្រៃលាក់មុខហើយមានរូបវីដេអូរបស់ខ្ញុំដែលគាត់កាត់ច្មិចបន្តិចយកមកបកស្រាយដើម្បីជាការវាយប្រហារមកលើរូបខ្ញុំមិនទៅជាចាប់ទោសអូដំណើរអីរបស់គាត់ទេព្រោះអីជួនកាលអាភាពក្រេវក្រោធភាពខឹងសម្បាអីហ្នឹងជួនកាលអាចជាការគិតមិនបានគ្រប់ជ្រុងជ្រោយឬក៏ធ្វើដើម្បីឲ្យរួចពីកំសួលអារម្មណ៍អីអញ្ចឹងទៅឲ្យធូរចិត្តព្រោះអីគាត់ក៏ជាតារាល្បីម្នាក់ដែរដល់ពេលរងការដែលរិះគន់អីអញ្ចឹងទៅជួនកាលអាចទទួលបានណាបងប្អូនដល់ពេលដែលគាត់អត់ទទួលបានខ្ញុំអាចយល់ថាគាត់ច្បាស់ជាធ្វើអីមួយដើម្បីរងាប់ចិត្តក៏ប៉ុន្តែរឿងមិនមែនជារឿងមួងណារ៉េតទេរឿងរបស់គាត់គឺរឿង fans របស់គាត់ច្រើនណាស់ដែលជេរបន្តិចប្រសាគាត់ស្ទើរតែគ្រប់ទិសទីនៅក្នុងអាការដែលគាត់បញ្ចេញសារមួយប្រហែលប្រហែលជា2 3ថ្ងៃមុនហ្នឹងហើយដល់ពេលរៀលដាល់មកដល់ខ្ញុំមិនជាតូមនិញអីដែរតែរៀលដាល់ត្រង់ថាមក deal បុគ្គលលក្ខណៈរបស់ខ្ញុំដូចថាទី1ថាខ្ញុំជាមនុស្សមានចិត្តព្រៃហើយលាក់មុខពាក្យថាព្រៃមនុស្សដែលមានចិត្តព្រៃខ្ញុំជឿថាស្ដាប់ទៅវាដូចជារៀងធ្ងន់បន្តិចចំពោះពាក្យខ្មែរណាព្រោះមនុស្សយើងពាក្យថាព្រៃជានាមប្រែថាជាទីដែលមានព្រៃទីដែលមិនមែនជាអរិយធម៌វប្បធម៌ប្រពៃណីអីទេទីបែបធម្មជាតិបែបសត្វសាហាវបែបសត្វព្រៃបែបកន្លែងដែលគ្មាននិយាយទៅគ្មានអរិយធម៌វប្បធម៌អីលោកឡំទេព្រោះអីវាជាបែបធម្មជាតិវាជាបែបបុរាណចាស់គំរិលអីអញ្ចឹងទៅអញ្ចឹងបើគេថាមនុស្សព្រៃបានន័យថាមនុស្សដែលរស់នៅមិនដែលស្គាល់ភូមិឋានទីក្រុងអីគេទេគឺយើងរស់នៅរបៀបព្រៃភ្នំនៅតែដូចថាមិនស្គាល់របៀបរបបអីទីក្រុងអញ្ចឹងនៅពេលដែលចរិតព្រៃបានន័យថាគឺជាចរិតដូចជាឆ្កងខ្វះសណ្ដាប់ធ្នាប់ភ្លាវឆ្វេងឬក៏និយាយទៅគឺជាចរិតដែលមិនសមរម្យឬក៏អីអញ្ចឹងទៅនៅក្នុងន័យជាគុណនាមនិងជាគុណកិរិយាហើយនៅពេលដែលគាត់ប្រើខ្ញុំថាខ្ញុំជាមនុស្សដែលមានជាមនុស្សព្រៃហើយលាក់មុខឬក៏សម្ងាត់ខ្ញុំមានអារម្មណ៍ដូចជាថាលឹះគាត់និយាយថាលឹះព្រោះអីខ្ញុំមិនដែលទៅជាមនុស្សព្រៃឬយ៉ាងណាទេព្រោះអីខ្ញុំអត់មានបញ្ហាអីជាមួយគាត់ថាតតែសោះខ្ញុំអត់ដែលទៅចំណែនខ្ញុំអត់ដែលទៅនិន្ទាឈ្នានេះខ្ញុំអត់ដែលទៅខ្វល់ពីរឿងគាត់ថា show ហ្នឹងទេប៉ុន្តែខ្ញុំពិតជាធ្លាប់លួចសរសើរថាចំពោះមិត្តភក្តិរបស់ខ្ញុំធ្លាប់លួចសរសើរថាអូយើងមើលគាត់ម្នាក់នេះជាស្ត្រីក្មេងបកែខំប្រឹងប្រែងធ្វើវីដេអូធ្វើអីបានច្រើនសន្ធឹកហើយក៏មាន fans អីគ្រប់គ្រងសូម្បីតែខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរីក៏ខ្ញុំធ្លាប់និយាយជាមួយសហការីខ្ញុំថាយើងមែនតើយើងខំប្រឹងធ្វើ show គ្នាយើងឡើងមកវងគ្នាមកកណោយើងធ្វើអត់បានគុណភាពស្ទើរតែប្រហាក់ប្រហែលគាត់ថា show ផងទេហើយមើលគេ fan គេ share ម្ដងអាចដល់ទៅរាប់រយ K យើងរត់តែ 10K អត់បានអីផងដូច្នេះក្នុងន័យនេះគឺខ្ញុំចង់និយាយថាខ្ញុំឲ្យតម្លៃទេប៉ុន្តែអ្វីដែលគាត់ចាប់ផ្ដើមវាយប្រហារមកខ្ញុំវិញនេះគឺអាចជាការយល់ច្រឡំច្រើនជាងហើយយល់ច្រឡំហ្នឹងគឺអាចយល់ច្រឡំត្រង់ថាគាត់អត់មើលដើមឈើដែលគាត់ថាព្រៃហ្នឹងអាព្រៃទាំងអស់ហ្នឹងក៏អត់បានមើលជុំព្រៃទេគាត់យកតែដើមឈើមួយដើមពីរហ្នឹងមកធ្វើជាព្រៃហើយគាត់ហៅថាអានោះជាព្រៃហើយហៅខ្ញុំថាជាមនុស្សព្រៃទៅទៀតចិត្តព្រៃចិត្តអាព្រៃហើយរហូតដល់ដៀលអតចរិតថាខ្ញុំនឹងស្លៀកពាក់ស្អាតបាតក្រាន់បើដែរតែចិត្តគំនិតដូចខ្មែរក្រហមសម័យឆ្នាំ75 76លើហើយគាត់និយាយថាតាមពិតគាត់រករឿងខ្ញុំថាខ្ញុំមានចរិតដូចរបបខ្មែរក្រហមដែលខ្ទប់មាត់ប្រជាពលរដ្ឋមិនឲ្យនិយាយស្ដីអីសោះដោយសារតែគាត់លើកឡើងឃ្លាមួយដែលខ្ញុំនិយាយថាបើអ្នកណានិយាយអីតាក់ទងនឹងការដែលដូរដីរបស់យើងគេរំលោភយកបន្លាលួសយកមកដាក់គឺគេស្រះលបងគេឈ្លានពានចូលដល់ដីយើងហើយស្រាប់តែយើងមិនអាចតតាំងគេអីបានយើងសុកចិត្តសំងំសុកយកសុកសន្តិភាពទៅហើយព្រមឲ្យគេយកដីនឹងទៅព្រោះគេជាមនុស្សខ្លាំងជាងហើយយើងថាអ្នកណាចង់តតាំងជាមួយគេឬក៏មិនសប្បាយចិត្តនឹងគេយកបន្លាលួសយកមកដាក់អីហ្នឹងនាំគ្នាទៅបង្កើតជាកងពលតូចស្ម័គ្រចិត្តទៅតតាំងប្រឆាំងច្បាំងជាមួយនឹងថៃនៅទល់ដែនអីទៅគាត់ថាសូមបងអូនស្រីទៅមើលសាររបស់បងអូនស្រីឡើងវិញសារនេះគឺបងអូនស្រីអ្នកសរសេរខ្លួនឯងទេអត់មានអ្នកណាអ្នកសរសេរទេបងអូនស្រីអ្នកសរសេរខ្លួនឯងសារប៉ុណ្ណឹងបងអូនស្រីសុកចិត្តគេយកបន្លាលួសយកមកស្រះបងអូនស្រីប្រាប់ពាក្យថារហូតតតែឌឺឲ្យអ្នកដែលចង់តតាំងមិនសប្បាយចិត្តឲ្យគេទៅបង្កើតជាទ័ពកងពលតូចអីទៅតស៊ូប្រដាប់អាវុធជាមួយថៃ
នៃនេះគឺជានៃឌឺហើយជាបញ្ចុះតកោះបោះបោកទេព្រោះគាត់ថាចង់និយាយថាបើយើងមិនពេញចិត្តយើងទៅធ្វើអីខ្លួនឯងចាត់ការខ្លួនឯងយើងមិនព្រោះអីរដ្ឋាភិបាលគឺគេអត់ធ្វើចាត់ការគេនៅរក្សាភាពស្ងៀមស្ងាត់ដើម្បីសន្តិភាពឲ្យចុះបើយើងសម្ឲ្យក្នុងខោគឺយើងនាំគ្នាចូលទៅកាន់អាវុធខ្លួនឯងស្ម័គ្រចិត្តបងប្អូនរឿងនេះវាមិនមែនដូចគាត់ថាអញ្ចឹងទេអញ្ចឹងហើយបានថាពេលដែលគាត់ថានិយាយបែបនេះខ្ញុំជាការអប់រំទេតាមពិតគាត់ថាអាចយល់ថាជាការនិយាយវិប្រហាប៉ុន្តែអប់រំនឹងគឺចង់ឲ្យល្អហើយចង់ឲ្យដកចេញទៅវិញទៀតខ្ញុំថាការនិយាយបែបនេះគឺជាក្តីស្រមើស្រមៃហើយធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរច្រើនណាស់យើងត្រូវមើលកាលពីលោកហ៊ុនសែនធ្លាប់និយាយឲ្យប្រជាពលរដ្ឋខ្មែរណាដែលចង់ទៅយកដីកម្ពុជាក្រៅមកវិញសិតតែធ្វើក្តារមកជួសឲ្យប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលមិនពេញចិត្តនឹងសម្ដីរបស់គាត់ហើយខ្ញុំនិយាយនេះក្នុងន័យចង់ឲ្យល្អតាចង់និយាយថាមិនអាចទទួលយកបានមែនប៉ុន្តែជាកំហុសមួយដែលមិនគួរកើតឡើងហើយខ្ញុំមានតែហាមឃាត់មិនឲ្យគាត់ថានិយាយអីទេគាត់ថានិយាយអីនិយាយទៅខ្ញុំអត់មានឃាត់ទេប៉ុន្តែការដែលថាគួរតែដកពាក្យទៅវិញហ្នឹងគឺចង់និយាយថាឲ្យគាត់ថាចាប់ផ្ដើមអាចទៅសុំទោសបងប្អូនយើងទៅឬក៏អាចថ្លែងសារជាសាធារណៈថានេះជាការឆ្លោះឆ្លួយទេមិនមែនចង់បានន័យថាអញ្ចឹងទេប៉ុន្តែកុំភ្លេចថាសារដែលបានដាក់ទៅប្រមាណម៉ាត់ហ្នឹងគឺប្រជាពលរដ្ឋឬក៏ fan ហ្នឹងគេ share គេ comment គេជេរបតិចផ្ដាសាពេញសង្គម Facebook រហូតដល់តែខ្ញុំឃើញហ្នឹងបានខ្ញុំយកមកនៅក្នុងន័យថាបើសិនជាគាត់ថាធ្វើដូច្នេះយើងកំពុងតែហែលបញ្ច្រាស់ទឹកហើយនៅពេលដែលយើងហែលបញ្ច្រាស់ទឹកគឺបានន័យថាយើងបញ្ច្រាស់សង្តនិកហើយគឺគេបើកផ្លូវហ្នឹងយើងបើកបញ្ច្រាស់យើងច្បាស់ជារងនឹងការរិះគន់ធ្វើទុកបុកម្នេញជេរស្ដីយើងចាក់ជាមិនខានក្នុងន័យនេះគឺជាការដាស់តឿនសតិអារម្មណ៍មួយដែរតាហើយខ្ញុំមិនបានតែហាមឃាត់ទេចង់គាត់ថានិយាយអីនិយាយទៅព្រោះអីគោលដៅគឺយើងពេលដែលសៀមឬក៏ថៃគេឈ្លានពានយើងគឺយើងរួមគ្នាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិយើងមិនអាចតស៊ូខ្ញុំមិនដែលញុះញង់លើកឲ្យធ្វើសង្គ្រាមទេខ្ញុំជឿថាគាត់ថាក៏មានគំនិតស្តៀងនឹងដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យមានពលរដ្ឋខ្មែរយើងណាប្រកាន់ចំហមួយថាឥឡូវបើគេយកបន្លាលួសមកដាក់គឺឲ្យគេទៅឲ្យគេដាក់ទៅយើងធ្វើម៉េចបើយើងវាកម្លាំងយើងទៀបជាងគេយើងទៅអាចតតាំងអីគេបានបើគេមកដាក់យើងដាក់ទៅហើយគ្រាន់តែយើងតវ៉ាការតវ៉ាមួយម៉ាត់នេះឬមិនទទួលស្គាល់នេះមិនមែនជារឿងគ្រប់គ្រាន់ទេខ្ញុំបាននិយាយ100ដងហើយថាយើងមិនតដៃគេយើងមិនអីដើម្បីសន្តិភាពវាមិនអីទេខ្ញុំមិនទៅជំទាស់អីទេប៉ុន្តែយើងត្រូវតែធ្វើយ៉ាងម៉េចគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យគេជួយកាត់ក្តីរឿងយើងប៉ុន្តែគាត់ថានឹងទៅវែងឆ្ងាយរហូតទៅមើលអត្តចរិតស្លៀកពាក់ស្អាតបាតតែចិត្តគំនិតដូចខ្មែរក្រហមអីណាខ្ញុំឯណាដែលមានអត្តចរិតដូចខ្មែរក្រហមខ្ញុំធ្វើ show ខ្ញុំស្អប់ណាស់របបកុម្មុយនីសខ្ញុំស្អប់ណាស់ការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យខ្ញុំស្អប់ណាស់អ្នកណាដែលរៀបចំការបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ខ្ញុំចង់ឲ្យប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រជាធិបតេយ្យត្រឹមត្រូវមានសេរីគ្រប់គ្រាន់ប៉ុន្តែខ្ញុំអត់បានហាមគាត់គាត់ថាមិនឲ្យនិយាយឯណាខ្ញុំគ្រាន់តែនិយាយថាភាសាបែបហ្នឹងគឺគាត់ថាខ្លួនឯងដឹងខ្លួនឯងតើគាត់ថាចំណាយពេលប៉ុន្មាននៅក្នុងរយៈពេលចុងក្រោយដែលត្រូវចេញវីដេអូត្រូវវាយប្រហារអ្នកដែលមើល show របស់គាត់ថាហៅគេសុទ្ធតែជាមនុស្សព្រៃមនុស្សចិត្តអប្រិយឬក៏សាមញ្ញអីហ្នឹងថាគេជាមនុស្សដែលដូចថាមិនបានយល់គ្រប់ជ្រុងជ្រោយអីឡាក់នឹងឡាក់អីហ្នឹងគឺយើងទៅដៀលស្ដីអ្នកដែលគេរិះគន់បានន័យថាភាសារបស់យើងហ្នឹងគឺវាប៉ះពាល់ដល់អារម្មណ៍របស់គេហើយចុះពីកន្លងមកហេតុអីក៏គេមិនរករឿងគាត់ថាហេតុអីក៏គេគ្រប់គ្រងរហូតដល់ពេលហ្នឹងអញ្ចឹងយើងរៀនស្ដាប់គេពេលដែលយើងស្ដាប់គេហើយយើងដឹងកំហុសហើយយើងកែជួសជុលកំហុសរបស់យើងនោះហើយទើបតែយើងនឹងរឹងប៉ឹងខ្លួនយើងកាន់តែខ្លាំងខ្ញុំនិយាយនេះគឺបំណងល្អសុទ្ធសាធប៉ុន្តែគាត់ថាចាប់ផ្ដើមរៀលដាល់រហូតដល់ដៀលរហូតដល់អត្តចរិតរហូតដល់អីខ្ញុំថាលើហើយតែខ្ញុំមិនទៅជាចាប់ទោសអូសដំណើរអីទេសូមឲ្យតែអ្វីដែលធ្វើនឹងបន្តធ្វើកិច្ចការល្អសម្រាប់សង្គមទៀតទៅព្រោះសង្គមយើងត្រូវការមនុស្សដែលជួយកិច្ចការច្រើនណាស់ព្រោះយើងគ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគ្មានប្រព័ន្ធផ្សព្វផ្សាយសេរីទេប៉ុន្តែកុំធ្វើឲ្យអ្នកដែលគ្រប់គ្រងមានគេហៅថាឆ្លោះគ្នាហើយយើងទៅរវល់ឆ្លោះជាមួយអ្នកគ្រប់គ្រងនៅពេលហ្នឹងគឺយើងចាប់ផ្ដើមធ្វើឲ្យមានការបាក់ទឹកចិត្តអ្នកគ្រប់គ្រងផងហើយធ្វើឲ្យអព័ត៌មានដែលយើងផ្ដល់ទៅហ្នឹងវាคล้ายទៅជាព័ត៌មានដើម្បីឲ្យមានការចាប់អារម្មណ៍ជាងដើម្បីឲ្យផ្ដល់ព័ត៌មានក្នុងន័យអប់រំហើយខ្ញុំខ្លាចតែបងប្អូនគេយល់ដូច្នេះទេហើយខ្ញុំនិយាយនេះក្នុងគោលបំណងល្អទេហើយបើសិនជាគាត់ថាទទួលយកមិនបានកុំមករករឿងមួយណារ៉េតនេះនិយាយតិចជាងអ្នកដែលរិះគន់គាត់ថា100ដងហ្នឹងទៅមើលសាររបស់គេទៅគេជាបតិចផ្ដាសាតែប៉ុន្តែខ្ញុំថ្កោលទោសដាច់ខាតហើយភាសាអសិលធម៌អគុណធម៌គ្មានសុជីវធម៌នេះកុំយកមកប្រើប្រាស់យើងអាចដោះស្រាយគ្នារិះគន់ខ្ញុំយ៉ាងម៉េចក៏រិះគន់បានដែរប៉ុន្តែកុំដៀលអត្តចរិតព្រោះអីមិនគាត់ថាមិនស្គាល់ខ្ញុំទេហើយខ្ញុំក៏មិនទៅវាយប្រហារអត្តចរិតគាត់ថាធ្លាប់ធ្វើ show នេះអញ្ចេះមកហើយចរិតអញ្ចេះចរិតអញ្ចោះព្រៃផ្សាយអីខ្ញុំមិនបាននិយាយទេគួរសមមិនគួរសមខ្ញុំអត់ដែលមាននិយាយអីខ្ញុំនិយាយពីគំនិតដែលគាត់ថាសរសេរនៅក្នុង show ហ្នឹងហើយវាត្រូវនឹងបញ្ហារឿងជាតិយើងកំពុងតែព្រួយបារម្ភរឿងបាត់ដីថៃគេឈ្លានពានអញ្ចឹងប្រជាពលរដ្ឋខ្មែរ17លាននាក់លោកព្រួយបារម្ភណាស់អញ្ចឹងការដែលយើងនាំគ្នានិយាយអីធ្វើឲ្យថៃបានចិត្តយកដាក់បលាលុះអីទៀតទៅហើយយើងកំតតាំងនឹងគេធ្វើមិនបើគេខ្លាំងជាងយើងធ្វើឲ្យប្រជាពលរដ្ឋខ្មែរលោកជាការពិតតនថានិយាយមិនខុសទេព្រោះអីរដ្ឋាភិបាលក៏គេចង់ឲ្យអញ្ចឹងដែរប៉ុន្តែសំខាន់គឺវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគ្នាមានការថ្នាំងថ្នាក់ហើយអញ្ចឹងមកខ្ញុំឲ្យដកទៅវិញហ្នឹងក្នុងន័យថា
កាលៈទេសៈបែបនេះបើមិននិយាយអីសោះក៏ល្អដែរខ្ញុំអត់មានបានហាមឃាត់មិនឲ្យនិយាយទេបើនិយាយទៅល្អប៉ះបើបានប្រជាពលរដ្ឋគ្រប់គ្រងខ្ញុំជួយប៉ុន្តែយើងមើលឃើញណាគេមកស្រែកជេរស្រោចគ្រប់គ្នាតើវាខាតប្រយោជន៍អីហើយខ្ញុំមិនទៅរករឿងអីទេខ្ញុំម្ដងទៀតនេះគឺជា show ចុងក្រោយរបស់ខ្ញុំសម្រាប់ករណីដែលគាត់និយាយថា show ខ្ញុំនឹងមិនចំណាយពេលវេលាអត់ប្រយោជន៍ដើម្បីមកជជែករឿងនេះទៀតទេហើយខ្ញុំពេលដែលខ្ញុំលើកឡើងពីមតិជាទូទៅភាគច្រើនខ្ញុំកម្រនឹងរៀបរាប់ឈ្មោះណាព្រោះអីខ្ញុំមិនចង់ប្រឡូកប្រឡាក់ជាមួយនឹងឈ្មោះប៉ុន្តែគំនិតមួយតាក់ទងនឹងរឿងព្រំដែននេះវារឿងរសើបពេកបានជាខ្ញុំលើកឡើងនឹងដើម្បីជាការដាស់តឿនក្រានរំលឹកថាបើសិនជាយើងមានការជ្រុលជ្រោះទេកែប្រែទៅកុំឲ្យវាជ្រុលហួសកាន់តែជ្រៅហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរអស់ក្តីសង្ឃឹមផងហើយនឹងអាចវិប្រហារយើងផងនៅក្នុងន័យនេះសូម្បីតែរឿងបាត់ដីបាត់អីហើយយើងមិនព្រមតតាំងវាអាចតាក់ទងនឹងរឿងបាត់ដីឲ្យបរទេសខ្ញុំមិនទៅចោទថាគាត់ថាឲ្យដីឲ្យបរទេសណាប៉ុន្តែនៅពេលដែលគេដាក់បលាលួសចូលក្នុងដីអធិបតេយ្យរបស់យើងហើយយើងអត់ទៅទាមទារគេយើងសុកចិត្តរក្សាភាពអត់ធ្មត់អានឹងស្មើនឹងការដែលក្បត់ជាតិឲ្យទឹកដីទៅគេដែរហ្នឹងលើកឡើងតែយើងនាំគ្នាប្តឹងទៅតុលាការយុតិធធអន្តរជាតិដាក់តំបន់ដែលកំពុងតែមានវិវាទហ្នឹងហើយច្បាស់អញ្ចឹងអាហ្នឹងបានយើងដឹងថាយើងពិតជាតតាំងប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺកម្ពុជាគឺកំពុងតែយកវិធីគឺអត់ធ្មត់គោរពបទជប់បាញ់អីអញ្ចឹងវាជាការល្អហើយខ្ញុំមានតែជំទាស់អីប៉ុន្តែឲ្យដាក់ពាក្យប្តឹងហ្នឹងទៅផងសាររបស់គាត់ថាកាលពីដើមឡើយប្រហែលម៉ាត់ហ្នឹងគឺមិនមានអីអញ្ចឹងទេហើយគេចាប់ផ្ដើមស្រែកជេរប្រសាចទៅបានជាវាលឺដល់ខ្ញុំក៏យកមកនិយាយទៅក៏គិតថាពិតមែនហើយរឿងនេះគឺមិនសមរម្យទេហេតុអីបានជាគាត់ថាធ្វើដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃ show របស់គាត់ផងព្រោះគាត់ធ្លាប់ធ្វើបានល្អអីអញ្ចឹងទៅអានេះរឿងនៃនេះគឺចង់និយាយថាខ្ញុំគិតថាខ្ញុំមិនបាននិយាយតែគាត់ថា show មួយទេខ្ញុំថាអ្នកណាក៏ដោយក្នុងពេលនេះបើនិយាយពីព្រមឲ្យគេរំលោភបំពានដាក់បលាលួសឲ្យមិនតតាំងគេមិនប្តឹងគេទៅតុលាការយុតិធធអន្តរជាតិទេគឺគេនឹងចារជាប្រវត្តិសាស្ត្រថាយើងជាជនក្បត់ជាតិហើយខ្ញុំមិនថាតែគាត់ថាទេសូម្បីតែមេដឹកនាំសប្តាហ៍ថ្ងៃហ្នឹងក៏ជាប់ចារក្នុងប្រវត្តិជាជនក្បត់ជាតិដែរបើសិនជាយើងអត់មានការប្តឹងបែបនេះព្រោះអីវាបាត់ដីរបស់យើងហើយតែបាត់ដីបានន័យថាយើងសុកចិត្តឲ្យគេយកដីហ្នឹងមិនចឹងយើងមិនប្រគល់ប៉ុន្តែដូចឲ្យគេអញ្ចឹងពួកអីគេមកទន្ទ្រានឲ្យយើងអត់ព្រមយកមកវិញហើយអាចច្បាប់ដាក់ដកសញ្ជាតិហ្នឹងបើសិនជាអ្នកណាក៏ដោយមិនមែនតែគាត់និយាយថាទេខ្ញុំចង់និយាយថាបើគេចោលពីក្បត់ជាតិគឺគេនឹងដកសញ្ជាតិយើងហើយច្បាប់ហ្នឹងគេរដ្ឋាភិបាលអ្នកធ្វើឲ្យខ្ញុំជំទាស់ 100% ហើយច្បាប់ដកសញ្ជាតិហ្នឹងមិនបានជាមកនិយាយមកចោទខ្ញុំថាខ្ញុំហ្នឹងចង់បិទមាត់ដោយរបបខ្មែរក្រហមរហូតចង់ដកសញ្ជាតិអីពីគាត់ថាទៀតខ្ញុំអត់មានបាននិយាយតែចង់ដកសញ្ជាតិគាត់ថាខ្ញុំគ្រាន់តែឲ្យជាយោបល់ជាគំនិតថាបើយើងគេចោទយើងថាក្បត់ជាតិគឺបានន័យថាយើងជៀសមិនផុតពីគេដកសញ្ជាតិយើងនឹងទេដោយអ្វីដែលគេដកថ្នាក់ដឹកនាំព្រោះច្បាប់សញ្ជាតិចេញជាធរមាននេះគឺជាគំនិតដែលចង់ឲ្យជានៃរិះគន់នៅក្នុងន័យឲ្យកែទៅស្ថាបនាបែរទៅជាមិនបានទទួលអាការដែលយកទៅពិចារណាបកស្រាយមកវាយប្រហារខ្ញុំឲ្យទៅកាត់វីដេអូឃ្លីបបន្តិចត្រង់នេះបន្តិចត្រង់នោះហើយសប្បាយចិត្តណាស់មើលឃើញគាត់ថាញញឹមយ៉ាងពព្រាយក្នុងការវាយបកមកខ្ញុំថ្មេះតេះឌីលខ្ញុំនឹងថាសុទ្ធតែជាបុគ្គលដូចពីលអញ្ចឹងបងប្អូនភាសាព្រៃនឹងដូចជាឌីលខ្ញុំថាជាបុគ្គលពីលស្លៀកពាក់ស្អាតបាតដែរហេតុអីមានចរិតបែបព្រៃផ្សៃដូចរបបខ្មែរក្រហម75 76ខ្ញុំកើតប៉ះឆ្នាំ76ទៀតវាត្រូវអញ្ចឹងទៀតប៉ុន្តែខ្ញុំអត់មានបានទៅគ្រប់គ្រងរបបខ្មែរក្រហមទេខ្ញុំចូលរួមចំណែកច្រើនណាស់ក្នុងសាលាក្តីខ្មែរក្រហមក្នុងការយកខ្មែរក្រហមនឹងមកផ្ដំទាទោសក្នុងនាមជាអ្នកបកប្រែដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះក៏ច្រើនដែរដូច្នេះការដែលទម្លាក់កំហុសហើយចេះតែយកពាក្យយកមកញុកក្នុងមាត់ខ្ញុំហើយថែមទៀតបែបនេះគាត់ថាធ្វើលើហើយខ្ញុំគិតថាម៉ោងនេះអ្វីដែលប្រសើរបំផុតគឺមានតែគាត់ថាទៅប្រាប់បងប្អូនដែលជា fan ទៅថាអូខ្ញុំសូមអធិស្ឋានផងជួនកាលពាក្យពេចន៍ខ្ញុំឬក៏គំនិតរបស់ខ្ញុំមិនចង់និយាយចេះទេប៉ុន្តែសរសេរទៅវាខ្លីពេកខ្ញុំរៀបរាប់មិនអស់បើបងប្អូនយល់ខុសយ៉ាងម៉េចសូមអធិស្ឋានខ្ញុំសូមបកស្រាយអញ្ចេះទៅវិញគំនិតដើមខ្ញុំចេះខ្ញុំថាប៉ុណ្្នឹងចប់បាត់ទៅហើយអត់ទៅវែងឆ្ងាយអីរហូតដល់មកវិបហាប្រមាថកាប់ទៀនអីដល់រូបខ្ញុំតែបងប្អូនខ្ញុំអហោសិកម្មខ្ញុំគ្មានតែយកទោសពីអីជាមួយគាត់ថាទេហើយបងប្អូនម្ដងទៀតណាកុំបង្វែងស្ថានភាពសភាពការព្រំដែនយើងកំពុងតែកំសត់ណាស់ខ្លោចផ្សាណាស់ឈឺចាប់ណាស់រួមគំនិតគ្នាធ្វើយ៉ាងម៉េចប្តឹងថៃឈ្លានពានដើម្បីទាមទារទឹកដីមកយើងវិញឲ្យខាងតែបាននាំគ្នាផ្ដុំគំនិតប្តឹងអំពីថៃបំពេញទឹកដីកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រំដែនអន្តរជាតិហើយកុំពង្រៀងដានព្រឹត្តិការណ៍នេះឲ្យคล้ายទៅជាព្រឹត្តិការណ៍វិបហាគ្នាអីដោយប្រការណាមួយអញ្ចឹងម្ដងទៀតនេះមិនមែនជាការវិបហាបងអូនស្រីកនិដ្ឋាទេនេះជាការដាស់តឿនក្រានរំលឹកម្ដងទៀតថាបងអូនស្រីបានដើរលើសបន្ទាត់ក្រហមហើយបើសិនជាកែខ្លួនឬក៏កែតម្រូវខ្ញុំជឿថានឹងទទួលបានការសាទរពី fan របស់បងអូនកនិដ្ឋាកាន់តែច្រើនហើយចំពោះមួងណារ៉េតខ្ញុំគ្មានអីទៅប្រៀបប្រដូចនឹងគាត់ថាទេខ្ញុំគ្មាន fan គ្មានអីសម្បើមអញ្ចឹងទេហើយខ្ញុំសូមតែធ្វើព័ត៌មានរបស់ខ្ញុំជាប្រចាំតទៅទៀតហើយគ្មានចង់ប៉ះពាល់បុគ្គលណាទេហើយសូមអញ្ជើញគាត់ថាបន្តធ្វើ show តទៅទៀតចុះហើយបន្តបង្កើតស្នាដៃឲ្យល្អសម្រាប់ fan របស់គាត់ថាតទៅទៀតហើយនឹងកាត់បន្ថយអ្វីដែលវាអាចបង្កើតឲ្យមានជាការយល់ខុសហើយនឹងមានគំនិតជេរបតិចផ្ដាសាគ្នាបែបនេះគឺវាខាតពេលហើយបើសិនជាមានរឿងនេះកើតឡើងសូមឲ្យចេះទទួលស្គាល់កំហុសហើយសុំខមាលទោសអភ័យទោសចប់រឿងហើយវាអត់មានអីទេអញ្ចឹងបងប្អូនម្ដងទៀត
ខ្ញុំគ្មានធ្វើ show អីបន្តទៀតតាក់ទងនឹងករណី The Conita Show នេះទៀតទេនេះគឺជា show ចុងក្រោយចំពោះខ្ញុំហើយនឹងគាត់ហើយខ្ញុំធ្វើ show នេះដោយសារតែខ្ញុំការពារជំហររបស់ខ្ញុំដោយសារតែគាត់វាយប្រហារលក្ខណៈបុគ្គលរបស់ខ្ញុំហៅខ្ញុំសុទ្ធតែជាមនុស្សព្រៃលាក់មុខមានចិត្តដូចរបបខ្មែរក្រហមអីលាក់ហ្នឹងគឺស្លៀកពាក់ស្អាតបាតប៉ុន្តែចិត្តមាយាទអីចឹងវែងឆ្ងាយពេកបងប្អូនវាដូចថាសគាតិចដែរតែយ៉ាងណាខ្ញុំជឿថាជួនកាលគំនិតគាត់ការគិតរបស់គាត់វានៅខ្ចីបទពិសោធន៍ខ្ចីអីចឹងទៅវាអាចលឹះលួសត្រង់ណាខ្ញុំមិនទៅប្រកាន់អីទេគាត់ថាសង្ឃឹមថានេះគឺជាបទពិសោធន៍មួយសម្រាប់រៀនសូត្រសម្រាប់កនិដ្ឋាដែរហើយខ្ញុំគ្មានទៅទប់ទៅហាមទៅខាត់អីទេធ្វើអីទោះចោះខ្ញុំមិនដែលមានបំណងបែបហ្នឹងទេបាទសូមអរគុណច្រើនហើយសូមជម្រាបលាបងប្អូនដែលត្រឹមប៉ុណ្ណេះសិនយើងជួបគ្នានៅពេលក្រោយទៀតបាទ